បាទសូមក្រុមសូមជម្រាបសួរតារាជនរបស់សកម្មក្នុងចានថ្ងៃនេះមកបង្ហាញជូនជាមួយនឹងប្រភេទក្រែម៉ាសាជូនទៅដល់ពុកម៉ែបងប្អូនទៀតហើយដែលពេញចិត្តឬចង់បានប្រភេទក្រែម៉ាសាសម្រាប់បើកអាជីវកម្មឬក៏បងប្រើប្រាស់តខ្លួនក៏បានដែរសម្រាប់ក្រែម៉ាសារបស់យើងថ្ងៃនេះគឺយើងបង្ហាញពីម៉ូដតែម្ដងជូនទៅដល់បងដែលមានតម្រូវការប្រភេទក្រែម៉ាសាមិនថាក្រែម៉ាសាទម្រង់បែបមានក្បាលលយចេញនិងប្រភេទអត់ក្បាលទេហើយប្រភេទទាំងពីរនេះបងអាចជ្រើសរើសបានຂະຫນាតរបស់វាគឺខុសគ្នាតែបន្តិចបន្តួចទេគឺតម្រូវតាមជាក់ស្ដែងនៃការឆ្លាញ់របស់បងទី1ប្រភេទក្រែម៉ាសានេះគឺអត់ក្បាលនេះគឺយើងធ្វើសម្រាប់បងមានតម្រូវការម៉ាសាធម្មតាហើយមួយទៀតគឺប្រភេទមានក្បាលមានក្បាលនេះសាច់ពូករបស់វាគឺបងអាចជ្រើសរើសបានថែមទៀតពូកទុនពូករឹងហើយនិងរឹងខ្លាំងអញ្ចឹងតម្រូវតាមជាក់ស្ដែងកម្ពស់របស់វាដូចគ្នាកម្ពស់នៅក្នុងវីដេអូនេះគឺយើងមាន2ជម្រើសគឺកម្ពស់65និងកម្ពស់70បាទបងចង់បានខ្ពស់ជាងនឹងក៏បានបងចង់បានទាបជាងនឹងក៏បានតាមជាក់ស្ដែងហើយប្រភេទឈើរបស់យើងជាប្រភេទឈើខ្មែរបាទធន់ក្នុងការប្រើប្រាស់បាទរនាបនៅផ្នែកខាងក្រោមដូចគ្នាគ្រាន់តែកម្ពស់របស់វាគឺខុសគ្នាចំពោះក្រែទាំងពីរនេះគឺຂະຫນាតរបស់វាតតឹងបាទ80បណ្ដោយវា1ម៉ែត្រ9បាទហើយចំពោះក្រែនេះដូចគ្នាបើសិនជាយើងដកក្បាលចេញបាទតតឹងរបស់វា80បណ្ដោយ1ម៉ែត្រ9ដូចគ្នាប៉ុន្តែចំពោះថែមក្បាលបាទវាឡើងរហូតដល់1ម៉ែត្រ2បាទ1ម៉ែត្រ2អញ្ចឹងបងដែលចង់បានថែមក្បាលក៏បានមិនថែមក្បាលក៏បានហើយកម្ពស់ជាក់ស្ដែងដូចខ្ញុំបង្ហាញជូនបងអញ្ចឹងបើសិនជាបងចង់បានកម្ពស់65ក៏បានកម្ពស់70ក៏បានជាក់ស្ដែងនៃការឆ្លាញ់របស់បងជាមួយនឹងសាច់ពូកសាច់ស្បែកបងចង់បានប្រភេទរលោងក៏បានប្រភេទគ្រើមក៏បានដែរតម្រូវតាមជាក់ស្ដែងនៃការឆ្លាញ់របស់បងបើសិនជាបងចង់បានបែបណាយើងផ្ដល់ជូនជាមួយនឹងតម្លៃកាន់តែពិសេសមួយវិញទៀតចំពោះបងចង់បានតម្លៃបែបណាមួយយើងនឹងផ្ដល់ជូននឹងតម្លៃកាន់តែពិសេសជូនទៅដល់ពុកម៉ែបងប្អូនចំពោះបងចង់បានក្រែម៉ាសាអាចទំនាក់ទំនងមកកាន់សកម្មក្នុងចានបានអាស័យដ្ឋានរបស់យើងគឺស្ថិតនៅក្នុងបរិយាលំឈៀងហាក់ផ្ទះលេខ 19C និង 20C សង្កាត់ភ្នំពេញថ្មីខាងស្រីសុខលេខភ្នំពេញឬបងអាចទំនាក់ទំនងតាមរយៈ Facebook Page តាមរយៈលេខទូរស័ព្ទ Telegram ក៏បានដែរគុំច្រើនជំរាបលា